Ngày sốc ngày đào sốc chùm lại ngày miền liệt miền cháy bà sẽ đây một cô ngày ní nhưng bạn có xong bạn xong rai từ nâng bạn cam vị thí ôm bốc xong việc bạc hái mình đã tìm bạn cũng mà một cô dương đào pê đào vì lìa bật tỏ vì bật ong phơ nơi thò mà tê sna rồi dập về một mong cả lạc quanh bạn cũng mà một cô dương một mong cả lạc quanh tại đó bạn cứ một mong cả lạc một quanh đi tràn khăn đó cũng mà một cô dương bạn vì vừa liều về làm mình tên tại đó cũng mai bóng ô và còn nát hạ bạn sẵn đạp ở thô mà tê sna bạn sẵn đạp từ nâng ở vạt bạn sẵn đạp từ nâng ca អត្ថាធិប្បាយបាទផ្សេងរបស់លោកតាអាចារ្យបាទជាពិសេសបាទឃើញបាទនៅការលេងបែបប្រពៃណីពុកម៉ែបងប្អូនយើងអកបកសន្តិប្រខែនេះបាទមានការបាទសបាយបាទរំលេងបែបប្រពៃណីបែបវត្តបែបបុរាណចឹងទៅវត្តចន្ទជោតនារាមអវត្តសុទ្ធបាទបងប្អូនយើងទោះបីជាឆ្នាំនេះព្រះអង្គមិនបានចាត់កម្មវិធីធំក៏ប៉ុន្តែមិនតូចនោះទេហេតុអ្វីបានខ្ញុំបាននិយាយថាមិនតូចពុកប្អូនទេព្រះអង្គប្រាប់ហើយថាឆ្នាំនេះមិនឲ្យធ្វើធំហើយមិនឲ្យសបាយពេកទេដោយសារប្រទេសយើងវឹកវរមិនទាន់បាទឲ្យយើងសបាយពេញ 100% នោះទេប៉ុន្តែយើងនៅចាត់កម្មវិធីយើងនៅគោរពបាទតាមប្រពៃណីមានទម្លាប់ដូចជារៀងរាល់ឆ្នាំចឹងទៅក៏ប៉ុន្តែមិនឲ្យសបាយពេកមិនឲ្យធំពេកណាពុកម៉ែបងប្អូនយើងអញ្ចឹងគឺបន្ទាប់មកបាទព្រះអង្គក៏បានប្រាប់ទៅដល់ពុកម៉ែបងប្អូនយើងបាទមួយទៀតគឺនោះគឺការធ្វើនៅប្រតិបបាទបងប្អូនយើងការធ្វើនៅប្រតិបព្រះអង្គមិនចង់ឲ្យយើងនឹងធ្វើជ័រដើម្បីដាក់ដុតទៀនទៅវាឆេះជ័រឆេះអីវារលាយប៉ះពាល់ទៅដល់ទឹកបាទអញ្ចឹងព្រះអង្គចង់ឲ្យបាទពុកម៉ែបងប្អូនធ្វើប្រតិបនឹងធ្វើដោយដើមចេកកាត់ដើមចេកធ្វើឲ្យចេះបត់ស្លឹកចេកធ្វើឲ្យស្អាតដើម្បីយើងរៀនធ្វើឲ្យស្អាតចឹងទៅដូចបង្រៀនក្មេងៗជំនាន់ក្រោយឲ្យចេះធ្វើប្រតិបកុំឲ្យទៅទិញគេព្រោះប្រតិបនេះមិនពិបាកធ្វើនោះទេងាយធ្វើខ្លាំងមែនទែនរៀបចំបែបបត់បែបខ្មែរយើងស្អាតខ្លាំងណាស់ចឹងហើយគឺធេរដីការបស់ព្រះអង្គបានប្រាប់ទៅដល់ពុកម៉ែបងប្អូនគ្រាន់តែព្រះអង្គបាទប្រាប់ភ្លាមពុកម៉ែបងប្អូនយើងធ្វើផ្លែតតែម្ដងបាទធ្វើមួយផ្លែតដើមចេកមិនចេះខ្វះទេបាទកាត់ធ្វើមួយផ្លែតបាទហើយបាទដល់ពេលដែលធ្វើនៅធម្មទានចប់ជាពិសេសប្រវត្តិមានរបស់ព្រះអង្គបាទដល់ម៉ោងបដិបត្តិពឹបព្រះអង្គនិមន្តបាទព្រមជាមួយនឹងបាទលោកជំទាវបាទសសុខាព្រមទាំងបាទមហាពុទ្ធបរិស័ទដែលចូលរួមបាទជាមួយព្រះអង្គទាំងអស់ទូទាំងវត្តតែម្ដងចូលរួមបណ្ដែតប្រតិបជាមួយព្រះអង្គតែខ្ញុំបាទសង្កេតឃើញត្រង់ថាកន្លែងដែលព្រះអង្គបាទបណ្ដែតប្រតិបគឺនៅក្រោយអាស្រមរបស់ព្រះអង្គបាទពុកម៉ែបងប្អូនយើងបាទកន្លែងបណ្ដែតប្រតិបឆ្នាំនេះគឺព្រះអង្គបណ្ដែតនៅខាងក្រោយអាស្រមរបស់ព្រះអង្គអញ្ចឹងហើយបន្ទាប់មកគឺព្រះអង្គបានឡើងមកលើវិញដើម្បីឲ្យពុកម៉ែបងប្អូនយើងចូលទៅបណ្ដែតបន្តអញ្ចឹងហើយគឺមិនមែនថាព្រះអង្គបាទនិមន្តឡើងមកលើហ្នឹងគឺព្រះអង្គនិមន្តចូលទៅកន្លែងកម្មវិធីអត់ទេគឺព្រះអង្គនិមន្តបាទតតមើលបាទពុកម៉ែបងប្អូនយើងមហាពុទ្ធបរិស័ទដែលបដែតប្រតិបធ្វើយ៉ាងណាកុំឲ្យខុសបែបបត់ឬកុំឲ្យមានបាទហេតុការណ៍អីដែលជាយថាហេតុអញ្ចឹងគឺព្រះអង្គបានតតមើលតតែអស់គ្រប់គ្នាហើយទើបព្រះអង្គនិមន្តចូលទៅកម្មវិធីបន្តបាទពុកម៉ែបងប្អូនយើងចឹងកម្មវិធីជាពិសេសគឺកម្មវិធីអកអំបុកមួយទៀតដែលខ្ញុំបាទឃើញទឹកមុខជាពិសេសការសបាយបាទពីមហាពុទ្ធបរិស័ទសូម្បីតែព្រះអង្គក៏សបាយដែរយប់ហ្នឹងពុកម៉ែបងប្អូនយើងសបាយបែបម៉េចអកអំបុកក៏កំ pl ែងបាទនិយាយរួមទៅយើងចូលរួមបាទចូលរួមកម្មវិធីបុណ្យ
យើងបានបុណ្យបាទមួយឡែកសបាយនេះក៏យើងកើនអាយុមួយឡែកបាទមួយផ្នែកចឹងទៅចឹងហើយយើងសបាយទាំងធ្វើបុណ្យយើងសបាយទាំងទទួលនៅបាទពរជ័យទទួលនៅបាទបុណ្យកុសលជាពិសេសយើងបានឃើញនៅការរៀបចំបែបបទជាប្រពៃណីខ្មែរទំនៀមទម្លាប់តាំងតែពីបុរាណអ្វីដែលជាពិសេសគឺការបង្វិលទៀនការដុតទៀនបង្វិលទៀនទៀតពុកម៉ែបងប្អូនយើងគឺបង្វិលទៀននេះមានន័យថាយើងមើលទៅតាមឆ្នាំពុកម៉ែបងប្អូនយើងបាទពីឆ្នាំទៅប្រទេសយើងបែបម៉េចបាទការបង្វិលទៀនហ្នឹងគឺឆ្នាំនេះក៏ដូចគ្នាដែរការបង្វិលទៀននេះមិនមែនចេះតែដុតឲ្យបង្វិលឲ្យហើយទេពុកម៉ែបងប្អូនយើងមានបែបបទមានក្បួនមានຂະຫນាតត្រឹមត្រូវដើម្បីធ្វើទៅឲ្យត្រូវនឹងបាទបែបបុរាណអញ្ចឹងបានថាព្រះអង្គលើកយកមកនេះមួយផ្នែកសុទ្ធសឹងតែជារបស់ខ្មែរសុទ្ធ 100% មុនចូលថ្ងៃបុណ្យអកអំបុកពុកម៉ែបងប្អូនមហាពុទ្ធបរិស័ទដែលគាត់ចូលទៅគឺដាល់អំបុកលីងបាទគេហៅថាលីងស្រូវជាពិសេសហ្នឹងបោកស្រូវបែនស្រូវអញ្ចឹងទៅបាទធ្វើបែបសម័យមុនបើនិយាយរួមទៅសម័យ20ឆ្នាំមុនបាទ20ឆ្នាំមុនគឺយើងធ្វើបែបហ្នឹងបញ្ជាន់ស្រូវបោកបែនស្រូវរោយស្រូវណាតែសម័យឥឡូវនេះយើងរឿងកាត់បន្តិចណាពុកម៉ែបងប្អូនយើងគឺមិនទលំទលាយដោយកាលពីមុនទេអញ្ចឹងគឺពេលដែលយើងទៅហើយយើងឃើញនៅទស្សនវិជ្ជាដូចយើងនៅសម័យហ្នឹងចឹងបាទដូចនៅសម័យបាទសម័យមុនចឹងមិនមែនសម័យមុនគឺសម័យแบบ20ឆ្នាំមុនពុកម៉ែបងប្អូនយើងបាទអញ្ចឹង20ឆ្នាំក្រោយនេះគឺមានការអភិវឌ្ឍច្រើនបាទមានការរីកចម្រើនច្រើនចឹងទៅយើងក៏ធ្វើបែបបុរាណតែលាយសម័យណាពុកម៉ែបងប្អូនបាទប៉ុន្តែសម័យក៏នៅមិនចោលបុរាណដែរព្រះអង្គទោះបីជាយ៉ាងណាក៏ព្រះអង្គនៅតែមិនចោលបុរាណគឺជាគ្រូណាពុកម៉ែបងប្អូនបាទ